អូនច្បាស់ហើយមែនថាចង់បែកគ្នាច្បាស់ហើយម្ដងនេះខ្ញុំមិននិយាយលេងទេម៉ែកូនកំពុងជាកូនពីណាគេមុខដូចប្រហែលគ្នាគេរវល់ឲ្យពេញផ្ទះខ្លួនវិញដើរលេងតែកណ្ដាល50ហើយមិនចេះគិតអីសោះយ៉ាប់មែនយេថានៅជាសង្សារទៅបដៅឯងដូចកូនដល់តែបានធ្វើបងថ្លៃបដៅលើសដើមទៀតរឿងពីមិត្តស្រីទៅជាបងថ្លៃអូនច្បាស់ហើយមែនថាចង់បែកគ្នាច្បាស់ហើយម្ដងនេះខ្ញុំមិននិយាយលេងទេឆ្ងល់មែនតើមនុស្សស្រីចូលចិត្តយកអារឿងតូចតាចដូចធំណាស់អញ្ចឹងអាងអីអាងបែកគ្នាយករឿងបែកគ្នាមកគំរាមបងអញ្ចឹងអីបងពិតជាមិនយល់សោះខ្ញុំអត់បានគំរាមបងទេខ្ញុំអត់មានអីនិយាយជាមួយបងច្រើនទេតែអ្វីដែលខ្ញុំចង់ផ្ដាំឆ្នាំក្រោយត្រូវសរសេរសារណាហើយប្រឹងប្រែងរៀនសូត្រខ្លះផងនិយាយធ្វើដូចមែនតើអញ្ចឹងទៅលេងបាល់វិញម៉ែខ្ញុំមកដល់ហើយម៉ែមកហើយកូនកូនពៅឥឡូវកាត់តាមអ្នកក្រុងដែរតើសម្បល់ជ្រះជាងមុនហើយសង្ហាជាងមុនទៀតមែនអីម៉ែចុះពុកនឹងបងប្រុសទៅណាអស់ហើយម៉ែពុកឯងថ្ងៃនេះនៅប្រមូលផលដូងក្រអូបលក់ឲ្យម៉ួយឯបងឯងគេទៅឯកសិដ្ឋានកូនណោះអាយ៉ាពេលពុកមកវិញដឹងតែមានកាដូកូនពៅហើយអញ្ចឹងឯងនេះមិនគិតទៅជួយពុកទេគិតតែពីកាដូតែម្ដងហើយនិយាយអញ្ចឹងថ្ងៃស្អែកត្រូវទៅភ្ជាប់ពាក្យបងជីដូនមួយឯងមើលរៀបចំកៅអៅឲ្យបានត្រឹមត្រូវទៅណាកូនបងជីដូនមួយណាទៅម៉ែគឺក្មួយសិតកូនសុកលីនោះណាបងសិតកូនមិញសុកលីអូគាត់មកពីបារាំងវិញហើយមែនម៉ែគេរៀនចប់អនុបណ្ឌិតហើយមកវិញបានប្រពន្ធតែម្ដងនៅតែបារាំងសោះហើយទៅស្គាល់កូនក្រមុំគេតាមណាម៉ែមិននឹងដឹងទៅម៉ែនេះជែកហើយនឹងដងយកទុករៀបកម្មវិធីស្អែកមកវិញហើយឯកូនអូល្អណាស់ណោះម៉ែកូនកំពុងជាកូនពីណាគេមុខដូចប្រហែលឮថាគេរៀនឆ្នាំទី3នៅឯភ្នំពេញដែរតើកូនតិចរៀនសាលាជាមួយកូនទៅធ្លាប់ជួបគ្នាទេដឹងបានជាប្រហែលមុខអញ្ចឹងទេម៉ែខ្ញុំមើលយូរទៅដូចជាធ្លាប់ស្គាល់មិនទេអូននេះមិញនឹងពូបងជម្រាបសួរគាត់ទៅជំរាបសួរអ្នកមិញលោកពូបងប្រុសមិញពូនេះគូដណ្ដឹងខ្ញុំឈ្មោះនីនចាក្មួយយីស្អាតបាតផុសគេណាអញ្ចឹងសោះបានជាមកបែកគ្នាជាមួយខ្ញុំបែកភ្លាមមិនទាន់បានប៉ុន្មានមកភ្ជាប់ពាក្យជាមួយបងជីដូនមួយខ្ញុំទៀតនេះចង់បញ្ជឿខ្ញុំឲ្យច្បាស់ណាស់យីមិនអាប៉ែនឹងមកនៅនឹងដែរចឹងគិចណាស់ជប់ណាស់មើលចោះមុននឹងមិនដឹងគិតអីខ្លះទេច្បាស់ជាលួចដៀលខ្ញុំហើយក្នុងចិត្តនោះណែហើយឯងរវល់គិតអីមិនជម្រាបសួរបងថ្លៃឯងទៅអូជម្រាបសួរបងថ្លៃតាមពិតអញ្ចឹងសោះបើថាចង់បានប្តីជាអនុបណ្ឌិតទេមិននិយាយប្រាប់ត្រង់ទៅបែរជាទៅនិយាយទម្លាក់កំហុសមកខ្ញុំវិញសុទ្ធតែខ្ញុំមិនខំរៀនមិនចាស់ចិត្តចាស់គំនិតគិតទៅចង់ដោះដៃហើយមកចោទគេទៀតបើថាបែកគ្នាទៅហើយមិនក៏មិនទៅឲ្យឆ្ងាយទៅបែរជាមកធ្វើជាបងថ្លៃខ្ញុំទៀតអស់និយាយតែម្ដងហើយ
ណែល្មមបានហើយរឿងបងសិតជីបងជីដូនមួយលោកខ្ញុំមិនបានដឹងទេរឿងដែលខ្ញុំចង់បានប្តីបណ្ឌិតនោះវាជាការពិតហើយគិតមើលទៅរវាងបណ្ឌិតនិងមនុស្សអត់ប្រយោជន៍មិនគិតរៀនគិតតែពីដើរលេងចាយតែលុយគួររើសអ្នកណាសួរកូនក្មេងក៏វាឆ្លើយត្រូវដែរ ណែបើគ្រាន់បើអញ្ចឹងមិនក៏មិនរៀនឲ្យចប់ក្រែងថាចង់រៀនណាស់មិនអញ្ចឹងអីខំឡើង3ឆ្នាំហើយបែរជាទៅការប្តីអញ្ចឹងគិតថាសមដែរ ខ្ញុំបានប្តីជាអ្នកមានហើយថែមទាំងជាអនុបណ្ឌិតទៀតរៀបការហើយគាត់នឹងបើកកន្លែងលក់គ្រឿងអលង្ការឲ្យខ្ញុំនៅឯផ្សារធ្វើជាតកែស្រីហើយឲ្យតែអាចជួយគ្រួសារខ្ញុំឲ្យម៉ែគាត់រស់សុខស្រួលខ្ញុំមិនចាំបាច់គិតច្រើននោះទេគោលដៅឬក៏ស្អីផ្សេងមិនចាំបាច់ក៏បានដែរសំខាន់ខ្ញុំអាចរកមនុស្សដែលស្រឡាញ់ខ្ញុំអាចពឹងពាក់បានចេះគិតពីអនាគតទៅបានហើយមិនដូចអ្នកខ្លះអត់ប្រយោជន៍ តោះនេះលេងបានឬអត់គេខ្វះម្នាក់មែនអីតោះអញ្ចឹង ណែការងារសាលាមិនតាន់ធ្វើរួចទេណាឆ្នាំក្រោយត្រូវប្រឡងចេញហើយបងមិនគិតខំរៀនខ្លះទេអី ស្អែកបានគ្រូយកសោះចាំយប់ចាំធ្វើក៏បាន ចុះបើធ្វើឲ្យរួចចាំតែលេងទៅវាមិនល្អជាងអី និយាយច្រើនណាធុញមែនតើតោះមេក្រាណែឯងអត់ខ្លាចសង្សារឯងខឹងទេខឹងប្រហែលទៅតែបន្តិចហ្នឹងបាត់ហើយ មានអីនិយាយអត់ គ្មានទេ ចុះហេតុអីបានជាធ្លាក់មកវិជ្ជាមួយហ្នឹងមកពីអត់បានធ្វើការងារឲ្យគ្រូមែនទេអូនប្រាប់បងមិនខ្លះថា បានហើយនិយាយច្រើនដូចមនុស្សចាស់អញ្ចឹងស្មានតែបងនឹងចង់ធ្លាក់អញ្ចឹងមែន នេះឯកសារសម្រាប់ធ្វើ assignment ហើយគ្រាន់តែធ្វើឲ្យបងតិចទៅមិនបានមែន ធ្វើខ្លួនឯងទៅចេះឆ្នាំក្រោយប្រឡងចេញហើយបើមិនខំធ្វើមិនទៅប្រឡងជាប់ហើយនេះ អេម្នេះមិនហើយឯងរវល់មែនហ្នឹងមានណាតោះ បងមនីលើកនេះខ្ញុំអត់និយាយលេងទេបើបងទៅយើងបែកគ្នា ហើយស្អីខ្លួនឯងទៀតហើយបងធុញនេះបង stress គ្រាន់តែចង់លេងកីឡាកំសាន្តខ្លះអត់បានដែរអី ខ្ញុំអត់ហាមទេគ្រាន់តែធ្វើការងារឲ្យហើយចាំទៅមិនក៏ស្ដាប់គ្នាមិនបាន បងយកសង្សារមិនមែនយកម៉ែមកប្រដៅមុខប្រដៅក្រោយទេបងធ្វើអីបងដឹងលទ្ធផលខ្ញុំដោះស្រាយនឹងទទួលខុសត្រូវដោយខ្លួនឯង ទទួលខុសត្រូវពីរោះហ่ะបងមានគ្រួសារជាក្នុងបង្អែកជីវភាពក៏ល្អតែខ្ញុំអត់ដូចបងទេម្ដាយខ្ញុំមានតែខ្ញុំម្នាក់គត់ហើយខ្ញុំក៏មានតែបងទៀតបើបងមិនអាចធ្វើជាបង្អែករឹងមាំសម្រាប់ខ្ញុំបានទេយើងចប់គ្នាត្រឹមនឹងចុះកុំឲ្យខាតពេលខ្ញុំហាមបងតែម្ដងនេះទេបើបងទៅយើងចប់ ថ្មីទៀតហើយមែនហានេះនៅក្មេងសោះគិតអីស្មុគស្មាញម៉េះហ៎10ឆ្នាំមានប្រហែលដងគ្រាន់តែលេងបាល់សោះបែកអូហូស្ទឹងខ្លាំងម៉េះអញថាហែងមិនបាច់ទៅទេសម្រាប់លេងមួយថ្ងៃទៅបើហែងរវល់អញ្ចឹងអត់ទេអញទៅនេះហែងមិនលឺសង្សារនិយាយមិញទេហែងអីក៏ចង់ឈ្នះម៉េះហាកុំនិយាយច្រើនតោះ ណែលើកនេះមើលទៅនេះណាដូចអត់និយាយលេងទេហ่าហែងគិតអញ្ចឹងអត់ហើយស្រីស្រីតែអញ្ចឹងនិយាយច្រើនណាហ្វល់ម៉េចហ៎ពេលមានសង្សារទៅហែងនឹងដឹងហើយថាស្រីស្រីវាគួរឲ្យធន់មិនកូននីនកូនច្បាស់ហើយថាមិនទៅរៀនតវិញ ចាម៉ែខ្ញុំនៅមើលថែម៉ែវិញណាមួយគង់តែរៀបការនៅស្រុកបើកន្លែងរកស៊ីដដែលមិនដឹងរៀនតធ្វើអីទេម៉ែ ម៉ែដឹងថាកូនចង់រៀនណាស់កុំដើម្បីម៉ែបោះបង់ក្តីស្រមៃខ្លួនឯងអីណាកូន ម៉ែយើងមានតែពីរអ្នកម្ដាយកូនបើមិនគិតពីម៉ែឲ្យខ្ញុំគិតពីអ្នកណាវិញម៉ែកុំបារម្ភអីទោះការរកស៊ីមិនមែនជាចំណូលចិត្តកូនតែវាអាចជួយជីវភាពយើងបានកូននឹងធ្វើវាយូរទៅច្បាស់ជាចូលចិត្តហើយណាម៉ែ ចុះការភ្ជាប់ពាក្យនោះក៏ដើម្បីម៉ែដែរមែនទេកូនម៉ែដឹងថាកូនមិនសប្បាយចិត្តទេបើគ្រាន់តែដើម្បីម៉ែកូនត្រូវរស់នៅអត់សប្បាយចិត្តមួយជីវិតនោះក្នុងនាមជាម្ដាយមិននឹងអាចធ្វើបែបនេះទៅ
ជំរាបសួរមីង អូហើយអ្នកណាគេមកនឹងណាអូក្មួយសិតតើហើយនាំទាំងគូដណ្ដឹងនិងម្ដាយក្មេកមកទៀតណ៎ ជំរាបសួរមីងសុខសប្បាយទេមីង ចាអាយុវែងកូនអ្នកអើយសុខសប្បាយទេអ្នកមានអីអ្នកអើយសុខទៅតាមរបៀបមនុស្សចាស់ហ្នឹងណាហើយទៅណាមកណីនឹងក្មួយបានជាមកដល់ផ្ទះមីងអញ្ចឹង អូខ្ញុំជូនអូននាងមកមើលហាងនៅផ្សារហ្នឹងណាមីងហើយក៏ហួសមកលេងមីងពូតែម្ដងទៅ តនេណាមកលេងមិញផងចាស់អញ្ចឹងឲ្យតែបានក្មួយមកលេងណាគ្មានចង់បានអីទេ បាទមីងហើយពូនិងបងប្អូនគេទៅណាអស់ហើយមីង អូពូឯងហើយនឹងអាផារវល់ឯចំការកប់រលប់នៅក្មួយអើយហើយបើកូនពៅមិញហ្នឹងចប់និយាយហើយវាដើរលេងតែផ្ទះមិត្តភ័ក្តិវាមកផ្ទះតែម៉ោងបាយតែក្មួយ នេះបានចំជាកូនពៅមែនណ៎មីង អើក្មួយរកទៅចំការទៅចឹងក្រែងបានផ្លែឈើស្រស់ៗទៅផ្ទះវិញញ៉ាម៉ែនឹងពុកឯងណាក្មួយ បាទមីង អញ្ចឹងម៉ែនិងអ៊ំនៅជជែកគ្នាលេងសិនចុះចាំខ្ញុំទៅធ្វើម្ហូបព្រោះចិត្តល្ងាចហើយ មើលបន្លែក្រោយផ្ទះនឹងសាច់ទៅក្មួយមានអីធ្វើហ្នឹងទៅណា ចាអ៊ំ ណែហើយមិនបានជាមកនៅផ្ទះខ្ញុំអញ្ចឹង មកស្ងាត់មើលតែខ្មោចភ័យសឹងស្លាប់ទៅហើយគូដណ្ដឹងខ្ញុំជូនមកលេងហើយមិន ចង់មកឌឺខ្ញុំឬមិនហ្នឹង ណែជួយគិតអីឲ្យមានប្រយោជន៍តិចទៅបានអត់បើថាតំណែងណាជួយបេះបន្លែទៅក្រែងឆាប់បានបាយញ៉ាំឲ្យចេះនៅផ្ទះមើលអ៊ំខ្លះផងមើលគាត់ចាស់នៅផ្ទះម្នាក់ឯងអញ្ចឹងគ្រប់គ្នាគេរវល់ឲ្យពេញផ្ទះខ្លួនវិញដើរលេងតែកណ្ដាល50ហើយមិនចេះគិតអីសោះយ៉ាប់មែន យីថានៅជាសង្សារទៅបដៅឯងដូចកូនដល់តែបានធ្វើបងថ្លៃបដៅលើសដើមទៀត នេះមានលឺអត់មិញហ្នឹងថៃមិនលឺច្បាស់តែម្ដងណាអ្នកហើយពីមុនមកអ្នកមានដែលដឹងពីទំនាក់ទំនងពួកគេដែរអត់ថៃមិនដឹងអ្នកគឺនៅថ្ងៃដែលក្មួយនិនគេភ្ជាប់ពាក្យនោះណាវាមិនដឹងទៅណាបាត់មួយល្ងាចមកវិញស្វឹងជោគរៀបរាប់ទាំងអស់តែម្ដងហ្នឹងខ្ញុំមិនបន្ទោសក្មួយនិនទេអ្នកមកពីកូនខ្ញុំដែរទេបើវាចេះគិតគូរចាស់ចិត្តចាស់គំនិតជាងនេះតែបន្តិចណាប្រហែលជាពួកគេមិនបែកគ្នានោះទេហើយមើលចោះប៉ុណ្ណឹងហើយវានៅមិនទាន់ដឹងខ្លួនទៀតនៅតែដដែល ម៉ែម៉ែមើលមកខ្ញុំមានប្រយោជន៍អត់ ហើយឯងគិតយ៉ាងម៉េចគិតថាខ្លួនឯងនឹងមានប្រយោជន៍ឬក៏អត់ហ៎សាកនៅផ្ទះហើយទៅមើលបងឯងនិងពុកឯងមួយថ្ងៃទៅថាគាត់ធ្វើអីខ្លះមួយថ្ងៃនោះហើយចុះឯងវិញធ្វើអីពេញមួយថ្ងៃនោះ ធ្វើមិនទៅម៉ែទោះបីជាខ្ញុំដឹងខ្លួនហើយវាមិនអាចឲ្យពេលវេលាថយក្រោយបានដែរខ្ញុំបានបាត់បង់មនុស្សល្អម្នាក់បាត់ទៅហើយហ្នឹងម៉ែកូនទៅវិញហើយចាប់ពីថ្ងៃនេះទៅកូននឹងខំរៀនទំនេរពីរៀនកូននឹងមកជួយការងារបងប្រុសនិងពុកណាម៉ែ ខំរៀនណាកូន គិតទៅតែឯងមិនចាំខ្ញុំផងទេ និននេះអូនទៅភ្នំពេញវិញដែរមែន ទៅតាមកចូលកងវិញហើយហ្នឹង ក្មួយនិនគេសុំជូនពាក្យបងជីដូនមួយឯងវិញហើយគេទៅរៀនតវិញបងជីដូនមួយឯងគេមិនប្រកាន់ដែរគេទៅរៀនយកបណ្ឌិតតនៅស្រុកបារាំងវិញហើយមិនសប្បាយចិត្តអត់ហ៎ នេះម៉ែនឹងមិញដឹងរឿងពួកខ្ញុំពីពេលណា គឺដឹងពេលដែលឯងសវឹងមិនដឹងអីនោះអីយំរៀបរាប់ណាស់ណែបងឯងគេមានថតទុកដែរតើចង់មើលអត់ហ៎ អូយទេម៉ែខ្មាស់គេណាស់ម៉ែលុបចោលទៅម៉ែ ឱកាសវាមិនមានលើកទី2ទេណាមើលថែគ្នាឲ្យបានល្អហើយខំរៀនពេលរៀនចប់មានការងារល្អរឹងមាំហើយពុកម៉ែនឹងរៀបចំឲ្យហើយណាកូន អ៊ំខ្ញុំអរគុណលោកអ៊ំទាំងពីរដែលមិនប្រកាន់ខ្ញុំ មានអីទៅប្រកាន់ទេកូនមានតែអរគុណកូនទៅវិញទេដែលអាចកែប្រែកូនប្រុសក្បាលខូចអ៊ំបានណា ឲ្យបងសុំទោសផងអូនចាប់ពីពេលនេះទៅបងនឹងខំរៀនហើយគិតពីអនាគតយើងមីងអើយនៅផ្ដាំផ្ញើដល់ណាទៀតនោះទៅឬក៏អត់ទេនោះហ៎ភ្ញៀវចាំឡើងពេញឡានហើយនេះទៅតើពូចាំបន្តិចសិន2នាក់ណាពូមកឲ្យលឿនមក